thì pin chật rửa ọt ngày tới cầm bông tay chịu chật đứt rắm chỉ bị sai mười vẹn từ mười vẹn để không cầm thì là bỏ dương hạ đôi chỉ play kia hai ở đây để bị sai thực tiễn đấy cứ vẹn ní cứ miền ở đây đã bị sai và to thiệt đã bón chuông cho sự chú ở khi mình ấp ban sẽ đập ở lính 500 bỏ anh gì bón vậy em bài chọn đang ấy của ngày ní cứ chỉ tháng ngày đài cầm thì là bỏ dương này gì tha dương nâng đo cái đây sờ lạnh ao này để chưa rung thằng cầm thì đi được mình tha chỉ cái đây sờ lạnh đại dương chỉ con trai chấm nón cao sờ bạ cà đi chấm nón cao và đo cái đây sờ lạnh từ đào sờ bạ cà đi chấm nón muốn rồi có cái đạ cầm cá một căn dương từ pin này rồi có dương từ căn cái đạ cầm cá chả đây chứ nè đầm bay chọn đang cho bà thà vẽ đi miền về để căn ta bị xe hơi surprise cho nước xong cột chơi từ nà đối ta tệ sắm chơi sắm chơi cha chăm điện xưa cho vui nè mình cha cơn ba phải nâng lại thưa ca à ba mau cầm thi con này vì xe mình tên thì nhôm ọt đằng sau ba nhôm ọt đai cho tụi tua sau lực tí mùi phải ba phải ấy à mại nhóm à mại mềm rua xong chỉ mềm xua luôn ở bụng này mà đại tầng pi cha nên nhung cái xong chuyện xua chia sẻ xua ở đây con dùng nóc cha xua ở đây tao mạ mấy mà bị riêng với nhau con hay ăn tới té trâu tầm năng màu cha cho mình đây bông bia chi xì nhông bia làm mình đấy bia khơi nhà bia là làm vùng hua chất nè hua chất mấy hua chất ăn đang tham mạ màu phần nào chả con lẹ chất vô nữa chứ dân vậy nè mạ thọp làm tụi tôi nhờ kìa ọt phóng là tìm mười bọc hỏi ở đây là ba mấy thằng còn ở đây chơi làm tụi tôi hết ọt đai ba quạt đai châu sao tại còn đai mơ mạ không tụi tôi quạt khơi mà tại quạt đai bàn lao mà cầm thi không tụi tôi ọt sao ọt tao smart là quạt mà ngày đi buổi quạt phước can ở prom đai Việt Nam chẳng mặc hái tôi quạt chơi mà đo bán ta thầm bay tháng ngày ấy chẳng cứ quạt tập tôi về super mẹ làm bài na nó về để khơi lục ở bụng nó lừa về từ ca chỉ bị xe ca đài mình ao con đăng luôn ta từ xa bạn vậy tới rộng bọc trong ngàyนี้คือtrongสบายใจมันเต้นจะพูดថ្ងៃពិសេសថ្ងៃនៃសេចក្តីស្រឡាញ់នៅថ្ងៃនេះអរគុណដល់ក្រុមការងារនៅក្នុងកម្មវិធីអត់ថ្ងៃទឹករបស់យើងដែលអញ្ជើញលោកប៉ាមកពាក់អាវពណ៌ផ្កាឈូកពាក់អីទៀតចាហើយជាចំពោះអ៊ំមានអារម្មណ៍បែបណាចំពោះកូនប្រុសដល់ខូចមួយនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តឃើញកូនជាពិធីករដល់ល្បីបាទខ្ញុំចង់ជំរាបសួរលោកពូបន្តិចអំបញ្ញមិញវិធីការនេះប្រអាប់កូននៅមុខអញ្ចឹងបាទលោកពូមានអារម្មណ៍យ៉ាងម៉េចដែរថាកូនលោកពូខូចមែនអត់ទេបាទចាបាទអត់ទេបងចាហើយនៅក្នុងថ្ងៃពិសេសអញ្ចឹងតើមានពាក្យពេចន៍អីនិយាយទៅកាន់កូនហើយកូនហ្នឹងក៏មានពាក្យពេចន៍អីនិយាយទៅកាន់លោកឪពុកដល់ពេលតាមធម្មតាប្រែកគឺជាក្មេងដែលរពូចនៅលើវេទិកានៅក្នុងការសម្ដែងដល់ពេលវាក់ជាមួយនឹងប៉ាប៉ាគាត់អញ្ជើញមកអញ្ចឹងទៅហាក់ដូចជាប្រែកគឺជាដូចថានៅស្ងៀមអត់និយាយអត់ស្ដីអត់ដឹងនិយាយអីដល់ពេលពុកខ្លួនឯងអត់មានពាក្យអីសម្ភាសបាទចាឥឡូវបងចង់សួរអីដែរចង់សួរទៅដល់ថាខាងលោកពូថាគាត់គិតថាកូនរបស់លោកពូជាមនុស្សបែបណាដែរហើយក្តីស្រឡាញ់ដែរទទួលបានពីកូនក៏ដូចជាអ្វីដែលពូបានផ្ដល់ទៅកូននោះតើអាចផ្ដល់សុភមង្គលថិតថេរដែរទេនៅក្នុងមួយជីវិតរបស់ពូគ្រប់គ្រាន់ហើយឬនៅបាទកូនខ្ញុំមនុស្សល្អហើយគ្រប់គុណឪពុកម្ដាយហើយស្រឡាញ់ឪពុកម្ដាយហើយខ្ញុំក៏ស្រឡាញ់កូនបាទនិយាយទៅអត់ទោះដល់តែបងព្រោះថាតាំងពីគាត់មានជំងឺលើសឈាមគាត់ធ្លាប់បានឡើងឈាមខ្លាំងដល់ពេលអញ្ចឹងគាត់ពិបាកក្នុងការនិយាយបន្តិចចាតាមធម្មតាព្រែកក៏គាត់មានការងារក៏ដូចជាការសិក្សាហើយលោកឪពុកក៏គាត់បើមានញឹកទៅឲ្យខែអញ្ចឹងអ្នកទាំងពីរកម្រនឹងមានឱកាសបញ្ចេញមនោសញ្ចេតនាដាក់គ្នាចំពោះកូនវិញមានពាក្យពេចន៍អ្វីនិយាយទៅកាន់លោកឪពុកហើយជាពិសេសអ្វីដែលផុសចេញពីក្រៅបេះដូងចំនៅថ្ងៃនៃសេចក្តីស្រឡាញ់នេះតែម្ដងបាទតាមពិតគឺគ្រួសាររបស់ខ្ញុំអត់ដែលមានការជួបជុំគ្នានៅក្នុងថ្ងៃនៃសេចក្តីស្រឡាញ់នេះទេហើយខ្ញុំក៏អត់នៅស្ថានលោកប៉ាគាត់អញ្ជើញមកនៅថ្ងៃនេះលោកភើបសប្បាយចិត្តប៉ុន្តែអត់ដឹងថាត្រូវនិយាយម៉េចមានតែមួយគឺខ្ញុំចង់ប្រាប់លោកប៉ាថានៅក្នុងថ្ងៃនេះ
ខ្ញុំស្រឡាញ់គាត់ទីបិទតែគាត់មិនសូវបានជួបខ្ញុំតែខ្ញុំស្រឡាញ់គាត់ហើយខ្ញុំតែងតែបារម្ភពីគាត់ពីព្រោះថាគាត់តែតែលេបថ្នាំជាប្រចាំគាត់មានជំងឺលើឈាមបាទអញ្ចឹងគាត់នៅព្រំដែនវៀតណាមម្នាក់ឯងអញ្ចឹងមានដឹងថាពេលណាដែលគាត់ឈាមធ្វើទុកដូច្នេះពិបាកព្រោះសារមុនគាត់ពេលដែលឈាមធ្វើទុកគាត់អោនទៅយកផ្តិលបាទគាត់មានបញ្ហាដៃអញ្ចឹងតាមពេលមកខ្ញុំមានការពិបាករហូតបាទអញ្ចឹងតែតែបារម្ភពីគាត់តែតែខទៅសួរសុខទុក្ខគាត់បាទអញ្ចឹងខ្ញុំអត់មានអីក្រៅពីជូនពរឲ្យលោកប៉ាឆាប់បានធូរស្រាលពីជំងឺហើយខ្ញុំនឹងបន្តការងារធ្វើអីយ៉ាងណាឲ្យលោកប៉ាសប្បាយចិត្តជាមួយនឹងអ្នកម៉ាក់ផងដែរបាទមិនធ្វើឲ្យគាត់ពិបាកចិត្តដោយសារខ្ញុំបាទចាគុណឥឡូវមកដល់អ្នកមីងវិញអ្នកមីងហាក់ដូចជាដូចចង់យំបន្តិចភ័យបន្តិចរំភើបបន្តិចភ័យអ្នកមីងណាដាក់មីក្រូឲ្យចិត្តឲ្យកូនសម្ដាប់ចិត្តណមានសាច់មានព្រលឹងនឹងក្រមបានលឺខ្ញុំអរគុណណាស់បានចូលរួមកម្មវិធីថ្ងៃនេះហើយអរគុណកូនខ្ញុំមិនដែលធ្វើអីឲ្យខ្ញុំពិបាកចិត្តទេចាមានតែការស្រឡាញ់ចំពោះម៉ាក់ហើយម៉ាក់ក៏មានការស្រឡាញ់ដ៏ធំធេងចំពោះកូនចាដោយកូនទាំងអស់គ្នាក៏ដូចនោះដែរនៅក្នុងវេទិកាអញ្ចឹងក៏ផ្លុកក៏ផ្លែលើបើអញ្ចឹងចុះនៅផ្ទះវិញមិនដែរមីងនៅផ្ទះក៏ដូចតែគ្នាដែរតែមកថើបបើមកថើបម៉ាក់ឬក៏ចាក់កលិចម៉ាក់អីទេដែរចាក់កលិចតែបើថាអង្គុយម្នាក់ឯងបាន2នាក់មកសន្ទុះ4 10នាក់ឲ្យមកចោមរោម BAG អូចាដោយសារ BAG ល្បីមិនចឹងណាទឹកមាត់គេថាទឹកមាត់គេផ្អែមល្ហែមអញ្ចឹងចាអរគុណអូនចាឥឡូវបង BAG មិនដែរនៅពេលដែលឮប្រសាសន៍របស់អ្នកម្ដាយសរសើរកូនពេញមាត់អញ្ចឹងមានអ្វីជាការតបស្នងដែរទេនៅពេលនេះសូមជើញខ្ញុំឡើងទៅលើចាសូមជើញអត់អីទេអញមកតបស្នងដល់លឿននេះក៏បានដែរបាទប្រហែលជាមើលភ្នែក BIG ផងអាលីងអាឡូងណាអ្នកម៉ាក់ក៏អាលីងអាឡូងដែរចាតែនិយាយអត់ចេញនិយាយនៅផ្ទះមួយម៉ាក់រាល់ថ្ងៃបាទអរគុណបងបាទអាមសកាត់រោងមួយសិនអីនិយាយទៅខ្ញុំអត់សប្បាយចិត្តពេកក៏ចេញទៅភ្នែកហើយបានជួបហេតុការណ៍អញ្ចឹងក៏ចេញទៅភ្នែកដែរបាទអាណិតបង BIG ព្រោះអីគាត់ស្គមអត់ទេប៉ាអូនឯងនឹងបងអត់សូវខុសគ្នាទេអាចគាត់គីឡូវាយបុកបានបាទនិយាយទៅខ្ញុំស្រឡាញ់គាត់ចាហើយមានពាក្យពេចន៍ច្រើនណាស់ចង់និយាយប៉ុន្តែនិយាយអត់ចេញម៉ែមើលមិនគោរពគាត់សំណាងដែលខ្ញុំបានកើតជាមួយនឹងគាត់ហើយគាត់ជាម្ដាយដ៏ល្អនិយាយទៅយកចិត្តខ្ញុំតាំងពីក្មេងខ្ញុំអាសាឈឺតែជាបានធ្វើយ៉ាងម៉េចឲ្យកូនគាត់ហ្នឹងបានមានដល់សប្តាហ៍ថ្ងៃហ្នឹងហើយអរគុណអ្នកម៉ាក់អរគុណលោកប៉ានៅផ្ទះបងអីបាទបងប្រុសហើយបងប្អូនស្រីដែលបានកើតនៅក្នុងវងតកូលជាមួយនឹងអ្នកម្ដាយដ៏ល្អហើយសូមជាតិណាសូមឲ្យកើតកូនជាកូនម៉ាក់តទៅទៀតណាម៉ាក់ណាចាអរគុណចាអរគុណបាទចុះអូនទូចនេះវិញឥឡូវអូនទូចនេះវិញឲ្យតែលឺថាម៉ាក់នៅ CTN My TV CNC គឺចេញពីរៀនមកភ្លាមអញ្ចឹងស្រឡាញ់ម៉ាក់ត្រង់ចំណុចណាជាងគេដែរឆ្កល់អញ្ចេះម៉ែមុខមិនសូវស្អាតទេកូនមកស្អាតរបស់គេណាបាទចាកណ្ដឹងមកកាតាឡុកឥឡូវមើលទៅដូចមិនមែនស្រឡាញ់ទេដូចរៀងប្រច័ណ្ឌហួងហែងណាណោវិញនេះគឺមែនតើលោកពូម៉ោងណាក៏ដោយឲ្យតែថាតនេម៉ាក់នៅណាគឺមកតាមម៉ាក់ភ្លាមជាពិសេសគឺមកប៉ុកហ្មងឥឡូវម៉ាក់មីងសួរកូនវិញអារម្មណ៍នៅក្នុងបេះដូងរបស់កូនតើគិតថាម៉ាក់គឺជាមនុស្សយ៉ាងណានៅក្នុងបេះដូងរបស់កូនយាយឆ្លើយមកកូនកុំអៀនណាត្រូវខ្លាំងណាស់កូនឆ្លើយតាម៉ាក់មីងដាក់ឲ្យហ่าហើយនិយាយមកអូម៉ាក់ទៅដែរកូនគិតមិនថាម៉ាក់ជាមនុស្សបែបណាកាចអត់ជួយចិត្តជេរកូនអត់ព្រោះនៅក្នុងរឿងកំ pl ែងញិចអញ្ចឹងហ៎នៅផ្ទះដែរជេរកូនអត់ដែរវាយកូនអត់តែទាំងអស់សេញ៉ងមកឲ្យលឿនឡើងចង់សួរហ្នឹងឲ្យឆ្លើយថាតាមម៉ាក់នៅផ្ទះហ្នឹងមិនដែរប៉ុន្តែគាត់ស្រឡាញ់កូនយំអូស្រឡាញ់ម៉ាក់ថងណាដែរអូនជំរាបសួរស្រឡាញ់ម៉ាក់ថងណាជាងគេដែរចាហ៎ប្រាប់មើលអូយំហើយនិយាយមើលស្រឡាញ់ម៉ាក់ថងណាចាបាច់សួរទេគឺថាតាមពិតទៅនាងខ្ញុំនិងកូនរបស់នាងខ្ញុំហ្នឹងគឺនៅមួយគ្នារាល់ថ្ងៃហើយ
ប៉ុន្តែដូចបាននិយាយពីខាងដើមចឹងការស្រឡាញ់គឺថាមានច្រើនចាចំពោះឪពុកម្ដាយចំពោះបងប្អូនចំពោះញាតិមិត្តជិតខាងប៉ុន្តែសម្រាប់នាងខ្ញុំគឺជាក្មេងកំព្រាតាំងពីអាយុ5ឆ្នាំចាដោយសារនាងខ្ញុំម្ដាយនាងខ្ញុំគាត់ស្លាប់ចោលនាងខ្ញុំតាំងពីនាងខ្ញុំអត់ទាន់ដឹងក្តីចាអាយុ5ឆ្នាំហើយប៉ាខ្ញុំក៏គាត់មានប្រពន្ធក្រោយទៀតគឺម្ដាយចិញ្ចឹមរបស់នាងខ្ញុំផ្ទាល់ដែលនាងខ្ញុំយកគាត់មកចិញ្ចឹមរាល់ថ្ងៃតែប៉ាខ្ញុំឥឡូវគាត់បែកបាក់មួយម៉ាក់ខ្ញុំនឹងទៀតគាត់ក៏មានប្រពន្ធក្រោយទៀតទៅបាត់ហើយអញ្ចឹងការស្រឡាញ់របស់ខ្ញុំទៅលើឪពុកម្ដាយគឺថាមានមិនអត់ទេប៉ុន្តែគាត់ថាមិនបានចង់និយាយថាស៊ីជម្រៅដោយឪពុកម្ដាយបង្កើតដោយសារទោះបីគាត់ចិញ្ចឹមខ្ញុំតែខ្ញុំក៏ស្រឡាញ់គាត់ដូចម្ដាយបង្កើតដែរប៉ុន្តែគាត់ថាការស្រឡាញ់ដែលខ្ញុំចង់ឲ្យបំផុតគឺថាថ្ងៃនេះនាងខ្ញុំសប្បាយចិត្តមែនទែនដោយកម្មវិធីពេញចិត្តអត់ថ្ងៃអាទិត្យដឹងពីចិត្តរបស់នាងខ្ញុំផ្ទាល់ថានាងខ្ញុំក្តីស្រឡាញ់ដែលខ្លាំងបំផុតចាគឺសម្រាប់តែកូនខ្ញុំមួយគត់ដែលសារកូនខ្ញុំចេះលើកទឹកចិត្តម្ដាយកំព្រាដែរចាដែលសារកូនខ្ញុំគាត់កើតមកគឺមានតែនាងខ្ញុំតែម្នាក់ឯងដែលសារគាត់ឪពុកទៅចោលតាំងពីទូចដែរដល់ពេលអញ្ចឹងពីអ្នកម្ដាយកូនគឺពួកខ្ញុំស្រឡាញ់គ្នាខ្លាំងណាស្រឡាញ់ម៉ាក់ថងណាដែរអូននិយាយចេញហ៎ស្រឡាញ់ម៉ាក់ថងណាខ្លាំងជាងគេស្រឡាញ់ម៉ាក់ខ្លាំងអត់និយាយមើលស្រឡាញ់ប៉ុណ្ណាធំអញ្ចឹងឲ្យម៉ាក់មានប៉ាទៀតអត់ទេចាគឺតាំងពីដើមមកក៏អត់ចង់ឲ្យខ្ញុំមានគ្រួសារទៀតទេពេលធំឡើងចង់ខ្លាចជាអីដែរអូនចង់ធ្វើការអីដែរដើម្បីចិញ្ចឹមម៉ាក់ធ្វើការកំ pl ែងអូលេងកំ pl ែងចិញ្ចឹមម៉ាក់ដែរហើយចុះមានអាណិតម៉ាក់ឯងពេលដែលម៉ាក់ធ្វើការហត់ទៅលេងកំ pl ែងពីខេត្តមួយទៅខេត្តមួយអញ្ចឹងមានអាណិតម៉ាក់ទេតែឃើញម៉ាក់ឈឺមានជួយច្បាច់ដៃច្បាច់ជើងអីម៉ាក់អត់បានអីហ្នឹងហើយល្អអត់ពេលច្បាច់ជើងហ្នឹងល្អអត់តែឃើញម៉ាក់យំចំពោះមុខអូនទេអត់ទេអូនម៉ាក់អត់ដែរឲ្យយំឲ្យដឹងខ្លាចខ្លួនឯងពិបាកចិត្តហើយចាំម៉ាក់ឲ្យលុយចាយច្រើនទេគាត់ឲ្យហើយយកធ្វើអីទៅរៀនហើយរៀនបកែអត់បកែលេខបានសិញងបកែលេខបានបើថ្នាក់មានប៉ុន្មានអ្នកកូន45ហ្នឹងហើយលេខ37អូអាប្រហែលអ្នកទៀតនៅខ្សោយជាងអូនឆ្ងាយណាចាអរគុណច្រើនហើយជាទស្សនិកជនឬក៏ទស្សនិកជនដែលកំពុងតាមដានទស្សនាទីនេះនៅគេថាពិតជាឆ្ងល់ថាម្នាក់ប្រែកគាត់មានឪពុករបស់គាត់អញ្ជើញមកចាបង BAG មានអ្នកម្ដាយគាត់អញ្ជើញមកសម្រាប់ស្រីញងមានកូនអញ្ជើញមកដែរសម្រាប់ការលើកទឹកចិត្តព្រោះគាត់នឹងកូនគឺនៅជាមួយគ្នាគឺស្រឡាញ់គ្នាបេះដូងតែមួយទៅណាក៏តាមម៉ាក់ដែរស្ទើរតែគ្រប់រាល់កម្មវិធីដែលឃើញកូនមកតាមម៉ាក់ជួយយកទឹកយកអីឲ្យញ៉ាំដល់ឡែកនាងខ្ញុំក៏មិនតូចចិត្តអ្វីដែរដែលសារនេះខ្ញុំបានទទួលក្តីស្រឡាញ់គ្រប់គ្រាន់ហើយព្រោះថាការបុណ្យយ៉ាគុណឪពុកទីវាថ្ងៃគុណឪពុកហ្នឹងគឺតាបុយគាត់សប្រែងខ្ញុំហើយគឺថាសម្ដែងពេញឆាកយំភ្លក់ទឹកភ្លក់ដីណាចាប៉ុន្តែនៅពេលនេះគឺនេះខ្ញុំអរគុណដល់ក្រុមគ្រួសាររបស់ខ្ញុំដែលតែងតែផ្ដល់ក្តីស្រឡាញ់ផ្ដល់ការបារម្ភមិនថាម៉ាក់ប៉ាឬក៏បងប្អូនទាំងអស់ហើយបងសិដ្ឋាក៏ដូចខ្ញុំដែរមិនអញ្ចឹងណាយើងបើនិយាយទៅគាត់ជំនឿខ្ញុំបាទផង2ដងម្ដងអ្នកម្ដាយចារួចម្ដងទៀតនោះកូនស្រីយកមកតែមួយបើកូនយកមកតែ3ច្រើនពេញឆាចាឥឡូវអញ្ជើញមកសិដ្ឋាឡើងមកលើវេទិកាតែម្ដងមកចាទៅជុំគ្នាអញ្ចឹងហ្មងណាចាមកជុំគ្នាតែម្ដងបាទវគ្គនេះជាវគ្គចុងក្រោយហើយកម្មវិធីរបស់យើងគឺជាវគ្គចុងក្រោយនៅក្នុងកម្មវិធីសម្រាប់បងអិតសិដ្ឋាគឺជារៀមច្បងនៅក្នុងកម្មវិធីហើយក៏ជាសិល្បករមួយរូបជើងចាស់ដែលជាច្រើនឆ្នាំមកហើយដែលគាត់បានបម្រើការងារទៅលើវិស័យសិល្បៈផ្នែកពិធីករនេះហើយតំណាងឲ្យកម្មវិធីក៏យើងមានបាច់ផ្កាចាគឺពណ៌ទឹកក្រូចតំណាងក្តីស្រមៃទាំងមូលពីអ្នកទាំងអស់គ្នានៅក្នុងកម្មវិធីជូនទៅដល់បងអិតសិដ្ឋាតែម្ដងចាបាទបងអិតសិដ្ឋាជាចុងក្រោយមានសារអ្វីបន្ថែមទៀតបាទខ្ញុំមិនខុសពីបង BAG ទេបាទឲ្យតែមានអ្វីដែលរំភើបបន្តិចហ្នឹងគឺទឹកភ្នែកច្រើនតែអាលីងអាឡូងចាព្រោះវាផ្ដោតចេញអំពីអារម្មណ៍ណាអារម្មណ៍ស្រួយអារម្មណ៍ស្រាលអារម្មណ៍ឆាប់រំភើបហើយក៏សូមអរគុណដែរបាទចំពោះបងអូនតបុយខិតខំមែនតើបាទខិតខំនៅក្នុងការកែច្នៃរិះរកគ្រប់មធ្យោបាយបង្កើតកម្មវិធីជាច្រើនសម្រាប់ My TV គឺក្នុងបំណងសម្រាប់ជូនទៅដល់ទស្សនិកជនរបស់ My TV ផ្ទាល់ហើយនៅក្នុងនោះខ្ញុំក៏ជាចំណែកមួយ
បានចូលរួមបាទអាចជាលក្ខណៈថាជួយផ្ដល់នៅជាមតិយោបល់ជូនដល់បងអូនតាបុយក៏ដូចគ្នាអ្នកទាំងអស់គ្នាហើយក៏បានរួមការងារជាមួយគ្នាបើនិយាយទៅច្រើនឆ្នាំហើយបាទតាំងពីពេញចិត្តអត់ទី1រហូតមកដល់ពេញចិត្តអត់បានមានប្អូនមួយគឺពេញចិត្តថ្ងៃអាទិត្យមួយទៀតចា៎ហើយនឹងមានកម្មវិធីដទៃទៀតដែលជាការបង្កើតឡើងនិងជាការរៀបចំឡើងដោយប្អូនប្រុសតាបុយហើយក៏សូមអរគុណដល់មិត្តរួមការងារទាំងអស់បាទនៅក្នុងថ្ងៃនៃសេចក្តីស្រឡាញ់នេះសូមឲ្យជួបតែនឹងសេចក្តីស្រឡាញ់ដែលមានភាពកក់ក្ដៅជាទីបំផុតគ្រប់គ្នានិងគ្រប់ក្រុមគ្រួសារបាទហើយយើងជប់ទាំងអស់គ្នាក៏សូមខន្តីអភ័យទោសទៅដល់បងដែរព្រោះរាល់សប្តាហ៍បងសិដ្ឋាតែងតែទទួលពីនៃពីកម្មវិធីរបស់យើងមានការនិយាយលេងសើចលួសត្រង់ណាក៏សូមខន្តីអភ័យទោសផងដែរចំណុចហ្នឹងចង់និយាយរឿងមួយបើសិនជាខ្ញុំឆ្លើយត្រូវរហូតនោះណាទាំងអ្នកដឹកនាំកម្មវិធីទាំងអ្នកជំនួយការកម្មវិធីទាំងអ្នកកាត់តកម្មវិធីទាំងពិធីការនេះមានអារម្មណ៍ដូចមិនសូវសប្បាយចិត្តទេបើសិនជាខ្ញុំត្រូវពីនៃទៅម្នាក់ហ្នឹងឲ្យសប្បាយចិត្តយ៉ាងនេះចាបាទហើយមួយទៀតខ្ញុំចេះតែលាក់ទុកយូរហើយបងណាខ្ញុំសុំទោសខ្ញុំសុំប្រកនៃស្រឡាញ់ជូនបងចំណុចដែលបងទាយខុនជួនកាលខ្ញុំរុញច្រានបងទៅឲ្យខុសដែរអញ្ចឹងខ្ញុំសុំឃើញអញ្ចឹងបាទនាងខ្ញុំក៏មានចំណែកដែរដោយសារចង់ឲ្យគាត់ខុសទៅឡើងមកសម្ដែងធ្វើបាបគាត់ដោយសារគាត់ចាស់ជាងគេធ្វើបាបគាត់តែក៏សូមអភ័យទោសដែរព្រោះរាល់អ្វីដែលពួកយើងធ្វើទាំងអស់គឺចង់បានឲ្យបងសប្បាយចិត្តក៏ដូចជាទស្សនិកជនបានសប្បាយចិត្តចាគឺថាសប្បាយទាំងអស់គ្នានិយាយទៅនៅក្នុងបាទថ្ងៃនេះគឺយើងរៀបចំកម្មវិធីដោយដូចជាមានលោកប៉ាខ្ញុំដូចមានអ្នកម៉ាក់របស់បង BIG ក៏ដូចជាកូនរបស់បងញងចំពោះបងរតវិញនៅក្នុងថ្ងៃនេះតើបងរតមានអ្វីចង់បង្ហាញក្តីស្រឡាញ់ទៅកាន់សមាជិកគ្រួសាររបស់បងរតទេព្រោះថាបើតាមខ្ញុំដឹងអ្នកដែលបងរតស្រឡាញ់ជាងគេនៅពេលនេះគឺលោកយាយរបស់បងរតបាទតែបងរតអត់បានដឹងទេអំបញ្ញមិញលោកយាយរបស់បងរតក៏បានមកគាំទ្របងលើកទឹកចិត្តបងនៅខាងក្រៅឆាកហើយគាត់ក៏ត្រូវចូលរួមនៅក្នុងកម្មវិធីរបស់យើងដែរប៉ុន្តែដោយសារតែបញ្ហាសុខភាពគាត់មិនអាចនៅយូរបានដូច្នេះគឺគាត់ត្រឡប់ទៅវិញឥឡូវនេះតើបងរតមានអ្វីចង់និយាយកាន់លោកយាយរបស់បងនៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះចាតាមកាប់ទៅអ្វីដែលជាក្តីស្រឡាញ់សម្រាប់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំសម្រាប់យាយខ្ញុំឬក៏អ្នកដទៃទាំងអស់នៅក្នុងគ្រួសារសុទ្ធសឹងតែសំខាន់ទាំងអស់តែអ្វីដែលខ្ញុំផ្ដោតសំខាន់ជាងគេដោយសារលោកយាយរបស់ខ្ញុំគាត់អាយុ73ឆ្នាំហើយអញ្ចឹងគាត់ចាស់ប៉ុន្តែគាត់មានសុខភាពល្អគាត់នៅជេរខ្ញុំបានចាអ្វីដែលគាត់ជេរខ្ញុំបានហ្នឹងគឺជាអ្វីដែលខ្ញុំសប្បាយចិត្តបំផុតព្រោះចាស់ទៅគ្មានអីក្រៅពីការល្អូលទាំទេប៉ុន្តែធ្វើអីឲ្យខុសចិត្តគាត់ហើយចង់ញ៉ោះឲ្យគាត់ញ៉ោះគាត់អញ្ចឹងទៅឲ្យគាត់ខឹងអញ្ចឹងទៅឬក៏បកែកពាក្យគាត់អញ្ចឹងទៅលោមួយគាត់អញ្ចឹងទៅគាត់ជេរយើងម៉ាត់ពីរម៉ាត់អញ្ចឹងណាក៏ប៉ុន្តែវាជាសេចក្តីសុខនិងភាពសប្បាយចិត្តរបស់ខ្ញុំដោយសារឃើញគាត់មានស្មារតីល្អឃើញគាត់មានសុខភាពល្អហើយគាត់អាចនៅជាមួយនឹងពួកខ្ញុំមកដល់អាយុប៉ុណ្ណេះគាត់ថែពួកខ្ញុំតាំងពីបាតជើងក្រហមរហូតដល់មានចៅចៅទួតហើយគឺគាត់នៅតែស្រឡាញ់ហើយនៅជាមួយពួកខ្ញុំជានិច្ចកាលហើយអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺសូមអរគុណនៅក្តីស្រឡាញ់មួយនេះសូមជូនពរម៉ាក់យាយឲ្យមានសុខភាពល្អអាយុយឺនយូរជាពិសេសទៅទៀតនោះគឺនៅជាមួយនឹងពួកខ្ញុំជារៀងរហូតកំទៅណាចៅពួកខ្ញុំហើយជូនពរឲ្យម៉ាក់ប៉ាក៏ដូចជាបងប្អូនឲ្យមានសុខភាពល្អអរគុណច្រើនបាទទស្សនិកជនទាំងអស់គ្នាសង្ឃឹមថាការជួបជុំរបស់ក្រុមការងារនៅក្នុងកម្មវិធីពេញចិត្តឬអត់ថ្ងៃអាទិត្យក៏ដូចជាមានភ្ញៀវកិត្តិយសចូលរួមជាបន្តបន្ទាប់នៅក្នុងថ្ងៃនេះដែលគាត់បានចាយនៅអ្វីដែលជាទស្សនៈរបស់គាត់ក៏ដូចជាក្តីស្រឡាញ់របស់គាត់ចំពោះថ្ងៃនេះទៅកាន់ទស្សនិកជនទាំងអស់គ្នាសង្ឃឹមថាទស្សនិកជនទាំងអស់គ្នានឹងយល់នៅសារៈប្រយោជន៍នៃសេចក្តីស្រឡាញ់ក៏ដូចជាប្រើប្រាស់និងបង្ហាញនៅក្តីស្រឡាញ់ទៅឲ្យចំគោលដៅត្រឹមត្រូវនិងមានតម្លៃថ្លៃថ្នូរនៅក្នុងសង្គមជាពិសេសគឺធ្វើឲ្យថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះគឺជាថ្ងៃបុណ្យដែលមានអត្ថន័យដ៏ធំធេងមិនមែនត្រឹមតែជាដៃគូសង្សារឬក៏ជាគូរដឹងឬក៏ជាប្តីប្រពន្ធតែប៉ុណ្ណោះទេគឺមានអត្ថន័យធំធេងជាងនេះបាទចាលោកសេនាងកញ្ញាពីកម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់ហើយក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីរបស់យើងតាំងពីដើមរហូតរៀងមកដែលធ្វើឲ្យកម្មវិធីរបស់យើងដំណើរការបានយ៉ាងល្អអរគុណដល់ច័ន្ទច័ន្ទសាឡនដែលបានផាត់មុនធ្វើសក់អរគុណដល់ហាងលក់សម្លៀកបំពាក់ P Shop អរគុណដល់ NC Beauty and Spa ឥឡូវនេះយើងមានទស្សនីយភាពមួយប័ណ្ណចុងក្រោយពីសំណាក់វត្តមានគណៈកម្មការក៏ដូចជាអ្នកមីងលពូបានមកទីនេះទៅហើយរំលែងទាំងអស់គ្នាតែម្ដងទៅចាអរគុណជើសូមវិធីទស្សនាដូចតទៅបាទសូមជើញតើអូនឈ្មោះអ្វីស្រីពន់ឡងមេត្តាប្រាប់មកអើយកុំគិតយូរអូនឈ្មោះចាំខោស្ដាប់មិនច្បាស់ទេបើពន់ឡងមេត្តាប្រាប់មកអើយកុំគិតយូរ
ពីរួងមែនអូនឈ្មោះចាន់ធូគុណអាយុមើលយូររឹកតែពេញចិត្តគុណអាយុមើលយូររឹកតែពេញចិត្តចាន់ធូអូនល្អលើបងហាបងសូមប្រាំថាឲ្យបងស្នេហ៍ស្និទ្ធ ជឿទេ ចាន់ធូអូនល្អលើបងហាបងសូមប្រាំថាឲ្យបងស្នេហ៍ស្និទ្ធអីបើសិនចាន់ធូអូនអាណិតនោះបងច្បាស់ពិតតាមអូនទាំងអស់ ម៉ែណៃ នោះបងច្បាស់ពិតតាមអូនទាំងអស់ ខំណៃបោកម៉ាក់អាដៃឡើងតុនណាម៉ាក់អញញុំឡើងកបួច រួមទៅកុំមើលខ្ញុំកំឡុងក្រមុំអើយទាំងស្រីប្រុស គេមិនបានមើលផង រួមទៅកុំមើលខ្ញុំកំឡុងក្រមុំអើយទាំងស្រីប្រុសមកគូសុទ្ធតែសងទាំងអស់តែនៅមិនស្មោះដល់នាងច័ន្ទធូតែនៅមិនស្រស់ដល់នាងច័ន្ទធូតើអូនពេញចិត្តបងឬទេឆ្លើយមកនាងមេអើយកុំគិតយូរ ពេញចិត្ត តើអូនពេញចិត្តបងឬទេឆ្លើយមកនាងមេអៀតអីច័ន្ទធូតែប៉ុណ្ណេះបងសុខចិត្តនឹងបដោយកអូនជាគូលុះត្រាតែបានយកអូនជាគូលុះត្រាតែបានបាទជូនបងនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ទាំងអស់គ្នាមានសុខភាពល្អទាំងអស់គ្នា